ថ្ងៃនេះបងបាឡាននាំអ្នកទាំងនេះទៅមើលជាមួយនឹងចាខ្សែចង្វាក់ផលិតកម្មចារបស់ Cushion របស់យើងដែលចិត្តត្រៀមនឹងធ្វើការដាក់លក់នៅលើទីផ្សារនៅពេលខាងមុខឆាប់នេះចង់ដឹងថាតើផលិតកម្មរបស់យើងស្តង់ដារអនាម័យប៉ុណ្ណាតោះទៅមើលជាមួយនឹងបងបាឡាទាំងអស់គ្នាណោះមុននឹងយើងចូលទៅខាងក្នុងចាយើងធ្វើការស្លៀកសម្លៀកបំពាក់ចាពាក់ម៉ាស់ជាមួយនឹងអនាម័យឲ្យបានត្រឹមត្រូវទាំងអស់គ្នាដូចជាលាងដៃចាអនាម័យឥឡូវយើងសម្អាតខ្លួនរួចរាល់ហើយចាឥឡូវយើងចូលទៅនេះកន្លែងគេសម្អាតខ្លួនអ្នកទាំងអស់គ្នាអានេះយើងសម្អាតសម្រាប់មេរោគមកតង់ទៀតទេបងប្អូននេះគឺជាចង្វាក់នៃការផលិត Cushion របស់យើងដែលខាង factory ប្រកបដោយតែកន្លែងនេះគឺជាកន្លែងដែលយើងច្រកចា filling ជាមួយនឹង Cushion របស់យើងណាបងប្អូនគ្នាធ្វើការច្រកបងប្អូនគ្នាចាបិទខាងស្ទាំងហ្នឹងហើយយើងបន្តមក production នេះទៀតគឺយើងដាក់វាចូលនៅក្នុងប្រអប់ចាំមកយើងច្រកវាចូលប្រអប់ហើយយើងដាក់ជាមួយនឹងប៉ុងហាត់ណាបន្ទាប់មកយើងយកច្រកវាចូលទៅក្នុងប្រអប់របស់វាបងប្អូនគ្នាអញ្ចឹងពីមួយ step ទៅមួយ step ចាយើងមានស្តង់ដារអនាម័យពោះមែនតើចាធានាជូនពុកម៉ែបងប្អូននៅក្នុងការប្រើប្រាស់ដោយសុវត្ថិភាពជាកន្លែងដែលយើងធ្វើការវិច្ឆិក packaging របស់យើងណាបងប្អូនចាចូលមកចានេះហើយសំខាន់បងម្ល៉េះមានដាក់ជាមួយនឹងអក្សរខ្មែរដូចគ្នាចាទុំចានេះចាវាមានអក្សរខ្មែររបស់យើងនៅខាងលើហ្នឹងដូចគ្នាចាយើងដាក់ចូលនៅក្នុងថង់យើងឃ្លុំដល់ស្អាតយើងដាក់វាចូលទៅក្នុងប្រអប់ចាយើងដាក់វាចូលនៅក្នុងប្រអប់បែបនេះហើយយើងមាននៅក្នុងកាសធំមួយទៀតយើងដាក់ក្នុងកែសធំមកតង់ទៀតអ្នកនរគ្នាចានេះគឺជាកែសធំចាគាត់កំពុងឲ្យចាប្រែរបស់យើងអញ្ចឹងនៅក្នុងមកប្រអប់ធំហ្នឹងយើងដាក់ចូលនៅក្នុងមកប្រអប់នេះទៀតដល់គ្នាចានេះគឺមួយចា color សម្រាប់អ្នកដែលគាត់ឆ្លាក់ទីពូនពណ៌សចាហើយបើយើងដាក់ចូលនៅក្នុង